មានអាស្គូពីមួយទៀតហើយដែលវាជីឆ្ងាយបន្តិចឬក៏ក្តៅបន្តិចគឺវារលត់តែម្ដងតើតែយើងបិទសោមួយសន្ទុះទើបយើងអាចដេកឆេះវិញបានអញ្ចឹងសម្រាប់បញ្ហាស្គូពីដែលមានបញ្ហាបែបនេះហើយវាលុតឆេកទៅលើកុងទ័រផ្លេតបែបនេះសម្រាប់ជាងគាត់ប្រកាសជាដឹងហើយប៉ុន្តែបើសិនជាបងប្អូនម្ចាស់ម៉ូតូយើងវិញគឺគាត់អត់ដឹងទេថាបញ្ហាដែលឆេកផ្លេតបែបនេះមានបញ្ហាអីនិងខូចអីហើយធ្វើអស់លុយប៉ុន្មានអញ្ចឹងម៉ូតូនេះមានបញ្ហាទៅលើភ្នែកដេករបស់វាហើយអានកាត់ជាភាសាអង់គ្លេសហៅកាត់ថា CKP គឺវាមានកូដ52ដងសម្រាប់ជាងគាត់ប្រកាសជាដឹងហើយតែបើសម្រាប់បងប្អូនយើងវិញខ្ញុំជឿថាគាត់មិនសូវដឹងទេអញ្ចឹងបញ្ហានឹងអាការៈបែបនេះជាងក៏អាចមើលបានដែរហើយបងប្អូនម្ចាស់ម៉ូតូយើងក៏អាចទស្សនាបានដែរអញ្ចឹងម៉ូតូនេះខ្ញុំបានវាស់ខ្សែភ្លើងវាអស់ហើយអត់មានដាច់អីទេហើយខ្ញុំក៏បានវាស់អូមរបស់ភ្នែកដេកអូមរបស់ភ្នែកដេកគឺមានបញ្ហាមួយសរសៃតែបញ្ហាមួយសរសៃចេះបងប្អូនគឺមានបញ្ហាហើយវារអាក់រអួលនៅពេលដែលម៉ូតូក្តៅឬក៏ម៉ូតូនេះជិះបានឆ្ងាយអញ្ចឹងម៉ូតូនេះគឺអត់មានធ្វើទេច្រើនទៀតទេខ្ញុំដោះដូរភ្នែកដេកយកតែម្ដងហើយសួរថាជាងដំអីចាំបាច់រៀបរាប់អីវែងឆ្ងាយម៉េចនិយាយច្រើនម្លេះហើយសួរថាអត់ចេះហត់ទេហើយឲ្យខ្ញុំហត់ដេកបងប្អូនបើខ្ញុំធ្វើម៉ូតូbrơហ្នឹងដាក់អាជាbrơទៅហើយហ្នឹងតែម៉ូតូណាធ្វើអត់សូវចេញយកអាជាមកកំប៉ុងមកគោះផេះដាក់បាត់មានណាបងប្អូនអារម្មណ៍ស្រស់ស្រាយអារម្មណ៍ល្អធ្វើការចេញធ្វើការក៏ល្អដែរអញ្ចឹងថ្ងៃមុនមានបងប្អូនយើងធ្វើម៉ូតូយកម៉ូតូតាំងពីណាតាំងពីណីមកចៃដនអីជាងដំថ្ងៃហ្នឹងម៉ូតូច្រើនហើយខ្ញុំក៏អត់ទទួលធ្វើទេមានណាបងប្អូនចរចាគ្នាឡើងចង់កន្លះម៉ោងហើយគាត់ក៏ព្រមយកម៉ូតូទៅផ្ទះវិញមានណាបងប្អូនគាត់ថាសុំទៅទិញទឹកផ្លេតហើយខ្ញុំក៏ថាអត់អីទេបងទៅទិញចោះផ្ទះគេនៅអញ្ជើញនេះទេមានណាបងប្អូនទៅទិញអាជាមកកន្លះកេះពោះគោពីប្រអប់ហើយសួរថាធ្វើចឹងដាក់ជាងដំធ្វើអីបងប្អូនរងថ្ងៃគិតថាជាងដំមុខស្រាមែនគិតថាជាងដំអត់ស្រាមិនបានមែនសារតែខ្ញុំខឹងគាត់ពេកខ្ញុំក៏ប្រាប់ទៅគាត់បងឯងយកអាជាទៅកញ្ចោះក្រោយផ្ទះហៅចាំខ្ញុំឲ្យដៃចាំខ្ញុំទៅតាមក្រោយហើយម៉ូតូបងឯងចាខ្ញុំស្រួលឲ្យហើយថ្ងៃហ្នឹងហ្មងទៅបងឯងបាច់បារម្ភទេចាខ្ញុំសេរីឲ្យមកអេមហើយបងឯងក៏ភ្លេចទិញតកកផងប្រយ័ត្នលេងជាអូជាងដំនិយាយចឹងគេដឹងអស់ហើយចាំមើលមួយម៉ូតូដែលនៅឆ្ងាយយកម៉ូតូមកធ្វើគេប្រកាសជាយក style នឹងដែរហើយជាងដំឯងធ្វើម៉ូតូដាច់បាយដាច់ទឹកចឹងទៅតែខ្ញុំថាដាច់បាយដាច់ទឹកទៅឲ្យតបានលុយម៉ូតូនេះគឺគ្មានលោតឆេកមកវិញទេគឺវាបាត់ឆេកហើយតែបាត់ឆេកចេះហើយជាងដំនឹងអាបានលុយដាក់ជាទៀតហើយអញ្ចឹងម៉ូតូនេះគឺអស់តែភ្នែកដេកមកគ្រាប់ទេហើយអស់តែ$20ទេក៏ប៉ុន្តែម៉ូតូនេះខ្ញុំព្រីលាងដុំភ្លើងនិងលាងប្លុកកាទៀខ្សែពៀននិងលាង sensor និងលាងកសប៉ាប់មកស្អាតជូនគាត់តែម្ដងអរគុណបងប្អូនសូមជម្រាបលា